Ok, số đây là tầng học nia lầnนี้ admin មានសារតាក់ទងជាមួយនឹង Oracle ណាហ្នឹងហើយការនឹងបើកហើយតែ admin ចូលមកបង្ហាញអញ្ចឹងណាអូខេតោះព្រោះសារនេះគឺជាសារពី Spirit ហ្មងណាការនឹងជួបស្រាប់ហ្មងអញ្ចឹងទៅ admin ក៏ធ្វើជាវីដេអូហ្មងណាមិនបាច់សាប់ការទេតាក់ទងជាមួយនឹង Dragonfly បានន័យថាសម្រាប់អ្នកដែលឃើញសារនេះគឺពិសេសមែនតើណាពេលដែលអ្នកទាំងគ្នាឃើញវីដេអូនឹងនៅពេលណាគឺជា energy confirm សម្រាប់អ្នកទាំងគ្នានៅពេលនោះហ្មងណាហ្នឹងហើយដល់ឥឡូវនឹងអញ្ចឹងបើ admin ដូចអ្នកទាំងគ្នាបើឃើញវីដេអូ admin នៅពេលណាគឺសារបញ្ជាក់ថាឥឡូវហ្នឹង energy អ្នកទាំងគ្នាគឺនៅក្នុងស្ថានភាពហ្នឹងណាហ្នឹងហើយអូខេជាមួយ Dragonfly បានន័យថាអ្នកទាំងគ្នាផ្លាស់ប្ដូរខ្លួនឯងដូចនេះសត្វកតុំរុយអញ្ចឹងណាហ្នឹងហើយបានន័យថាចាប់ផ្ដើមធ្វើខ្លួនណាស្រាលហើយហោះខ្ពស់ជាងមុនណាហ្នឹងហើយដូចជាចាប់ផ្ដើមរកឃើញពលឺនៃជីវិតខ្លួនឯងហើយចាប់ផ្ដើមទទួលស្គាល់ការពិតហើយនឹងមានការផ្លាស់ប្ដូរណាហើយបាន healing ខ្លួនឯងច្រើនមែនតើណាហ្នឹងហើយនេះខ្លាចជាកតុំរុយមួយដែលស្រស់ស្អាតណាបានន័យថាអ្នកទាំងគ្នាអាចនឹងជំរុះអ្វីដែលមិនល្អហើយផ្លាស់ប្ដូរខ្លួនឯងមិញអាចមានឃើញលេខនាទីហ្នឹង117ហ្នឹងហើយអញ្ចឹងសម្រាប់អ្នកដែលអាសាឃើញលេខចក្រវាល117គឺជាសារ confirm ពីចក្រវាលមកណាគឺអ្នកទាំងគ្នាបានផ្លាស់ប្ដូរពីអ្វីដែលមិនល្អច្រើនណាអញ្ចឹងអ្វីដែលមកបន្តទៀតគឺ what is coming for you បានន័យថាអ្វីដែលមកបន្តទៀតគឺមានតែរឿងល្អៗណាហ្នឹងហើយអញ្ចឹងបើសិនជាមានការពជាពេកតិចតួចមិនបាច់អស់សង្ឃឹមទេព្យាយាមទាញខ្លួនឯងនៅក្នុងបច្ចុប្បន្នកាលឲ្យរឹងមាំហើយបន្តដំណើរទៅមុខទៀតត្រូវជឿជាក់ថាថ្ងៃអនាគតអ្នកនរគ្នានឹងមានអនាគតមួយដែលភ្លឺស្វាងត្រចះត្រចង់ណានឹងឲ្យដូចជាសត្វកតុំរុយនឹងអញ្ចឹងអូខេជាមួយនឹងស្នេហានៅពេលដែលអ្នកនរគ្នាចាប់ផ្ដើមស្រឡាញ់ខ្លួនឯងណាដល់លក្ខខណ្ឌឃើញទេចាប់ផ្ដើមស្រឡាញ់ខ្លួនឯងណាហើយមួយទៀតគឺចាប់ផ្ដើមបង្កើត passion ខ្លួនឯងអញ្ចឹងណាហ្នឹងហើយជឿជាក់ទៅលើខ្លួនឯងហើយមានទំនុកចិត្តទៅលើខ្លួនឯងនិងមួយទៀតគឺចាប់ផ្ដើមស្វែងរកអ្វីដែលខ្លួនឯងចូលចិត្តណាហើយចាប់ផ្ដើមធ្វើខ្លួនឯងឲ្យមានភាពតាក់ទាញហ្នឹងហើយបានន័យថាឧទាហរណ៍ថាអ្នកនរគ្នាស្រឡាញ់ការងារហ្នឹងអញ្ចឹងចាប់ផ្ដើមធ្វើវាទៅហើយរកភាពតាក់ទាញពីការងារហ្នឹងដើម្បីឲ្យយើងមាន motivation មានកម្លាំងចិត្តនៅក្នុងការបន្តដំណើរទៀតឧទាហរណ៍ដូចអ្នកនរគ្នាជាគ្រូបង្រៀនណាហ្នឹងហើយអញ្ចឹងទៅឬក៏ជាអ្នកអានកាថារត់ admin ឬក៏ជាអ្នកធ្វើការឬក៏ជាអ្នកលក់ដូរ online អញ្ចឹងទៅពេលដែលអ្នកទាំងអស់គ្នារកឃើញចំណុចខ្លាំងរបស់ខ្លួនឯងនៅក្នុងវិស័យហ្នឹងឬក៏អ្វីដែលឆ្លាញ់ចូលចិត្តអញ្ចឹងណាដូច admin អញ្ចឹងតែប៉ុន្តែអ្នកទេអត់គ្រប់គ្រងអានកាតហ្នឹងឯងប៉ុន្តែ admin ចេះអានតាំងពីអាយុដូចថាថ្នាក់ទី7ហ្នឹងឯងពេលហ្នឹងទៅលេងតាមមិត្តភ័ក្តិហើយឃើញគេចេះអានកាតកាតយើងលេងស៊ីគូហ្នឹងឯងព្រោះអត់មានចេះលេងតែស៊ីគូទេហើយនឹង3ស្លឹកគេក្រៅនឹងអត់ចេះទេព្រោះអត់សូវប្រកែកខាងហ្នឹងឯងហ្នឹងឯងហើយលេងតែពេលចូលឆ្នាំចិនអីចឹងណាពេលជុំបងប្អូនអញ្ចឹងទៅមកវិញក៏សាកយកនឹងទាយព្រោះនៅផ្ទះយើងមិនមានកាតនឹងដែរទុកលេងចូលឆ្នាំចិនណោះហ្នឹងហើយអញ្ចឹងទៅទាយឲ្យមីងពូដូចត្រូវទៅក៏ពេលហ្នឹងក៏មានអារម្មណ៍ខ្លួនឯងដូចចាប់បានអញ្ចឹងណាហើយនៅពេលដែលអ្នកទាំងគ្នាធ្វើអ្វីមួយដែលខ្លួនឯងស្រឡាញ់ចូលចិត្តណាដូចមានអញ្ចឹងតាមពិតការងារនេះជាការងារដែលរបៀបតាមចំណូលចិត្តទេហ្នឹងហើយពេលដែលយើងចំណូលចិត្តអញ្ចឹងដូចថាយើងអត់សូវធុញវាហ្នឹងហើយហើយចូលចិត្តមានគំនិតមួយឆ្នៃប្រឌិតចិត្តតែចង់ធ្វើវាឲ្យល្អជាងមុនឬក៏មួយទៀតដូចថាយើងចេះស្រាប់អញ្ចឹងយើងចង់អានកាតមិនក៏បានអញ្ចឹងណាហ្នឹងហើយឬក៏នៅពេលដែលយើងរកឃើញការងារដែលយើងស្រឡាញ់ចូលចិត្តគឺយើងធ្វើវាបានយូរជាងការងារដែលយើងធ្វើដើម្បីតែប្រាក់ខែហើយដូចថាអត់មានភាពស្រឡាញ់ចូលចិត្តឬក៏អត់មានដងចំណេះជំនាញ talent ណាដែល fit ជាមួយវាអញ្ចឹងណាហ្នឹងហើយអាហ្នឹងគឺយើងធ្វើអត់បានយូរទេអញ្ចឹងអ្នកនរគ្នាគួរតែស្វែងរកអ្វីដែលជាចំណេះជំនាញដង talent ដែលខ្លួនឯងស្រឡាញ់ចូលចិត្តហើយបន្តធ្វើវាទៀតទៅដូចថាមិនថាជា part time ឬក៏ full time ទេដូចមាន fan មួយគាត់ comment ថាបងស្រីគាត់ចង់ឲ្យគាត់ធ្វើតាក់ទងជាមួយនឹងអក្សរសាស្ត្រខ្មែរទេតែគាត់មកធ្វើ tarot អញ្ចឹង admin ក៏ recommend គាត់ថាធ្វើទាំងពីរហ្មងទៅណាបើគាត់ចង់ឲ្យយើងធ្វើតាក់ទងជាមួយនឹងភាសាខ្មែរបង្ហាត់បង្រៀនភាសាខ្មែរយើងធ្វើអាហ្នឹងទៅអាចថា full time ឬក៏ part time ទៅជ្រើសមួយណាក៏បានដែរដូចគាត់ចង់ធ្វើ tarot card អញ្ចឹងបើគាត់ត្រូវការរកចំណូលគាត់ត្រូវធ្វើ full time តាក់ទងជាមួយនឹង
អត្ថបទភាសាខ្មែរអញ្ចឹងទៅឬក៏តាក់ទងមួយនិពន្ធអីចឹងណាហ្នឹងហើយតែដល់ពេលថរតកាត់គឺជាពេលដែលគាត់ធ្វើក្នុងពេល free time ក៏បានដែរតែសំខាន់យើងត្រូវមានការងារមួយដែលយើងស្រឡាញ់ដែរជាជាងយើងធ្វើតែការងារនឹងអត់ស្រឡាញ់សោះហ្មងណាអានឹងវាទៅមកអត់បានយូរដូចជាបងប្អូននិស្សិតឬក៏អ្នកដែលគាត់ហ៊ានចំណេះជំនាញ skill រាល់ថ្ងៃអញ្ចឹងណានឹងហើយបើសិនជាគាត់រៀន IT គាត់ត្រូវតែស្រឡាញ់ការងារ IT ហ្នឹងហើយបើគាត់រៀនតាក់ទងជាមួយច្បាប់តាក់ទងជាមួយនឹងសេដ្ឋកិច្ចមួយអីហ្នឹងដល់គាត់មានដង talent ខាងហ្នឹងដែរប៉ុន្តែគាត់អាចធ្វើបានតែបើគាត់គ្រាន់តែរៀនតាមអ្នកផ្ទះប្រាប់ណាចំណេះជំនាញហ្នឹងរៀនហើយបោះចោលលេណាបើន័យថាគាត់អត់មាន passion នៅក្នុងមុខរបរការងារហ្នឹងផងហ្នឹងឬក៏ចំណេះជំនាញហ្នឹងផងហ្នឹងគាត់អត់មានដូចថារកឃើញចំណុចពិសេសតាក់ទាញរបស់វាដែលធ្វើឲ្យចិត្តគាត់ស្រឡាញ់ចង់ធ្វើអញ្ចឹងណាអញ្ចឹងវាធ្វើអត់បានយូរទេព្រោះធ្វើយូរទៅវាធុញណាតែបើអ្នកទាំងអស់គ្នាដូចថាស្រឡាញ់ជំនាញកុំព្យូទ័រស្រឡាញ់ជំនាញមេធាវីឬក៏តាក់ទងជាមួយនឹងខាងហ្នឹងឯងសេដ្ឋកិច្ចឬក៏ច្បាប់អីអញ្ចឹងទៅឬក៏ខាងពេទ្យអញ្ចឹងទៅពេលដែលយើងមានpassion នៅក្នុងហ្នឹងណាឬក៏ដូចថាស្រឡាញ់ចូលចិត្តវាយើងធ្វើបានយូរជាងហើយបានល្អជាងមនុស្សដែលបខំចិត្តធ្វើហ្នឹងហើយចឹងមិនចង់ប្រាប់តាក់ទងជាមួយនឹងក្តីស្រឡាញ់នេះគឺត្រូវរើសយកខ្លួនឯងហើយស្វែងយកអ្វីដែលស្រឡាញ់ចូលចិត្តចឹងណាហ្នឹងហើយជាមួយនឹង Cupid Arrow នេះបានន័យថាត្រូវមានជំនឿជាក់ថាស្នេហាកំពុងមកណាឃើញហើយប្រូចអាទិទេពហ្នឹងហើយគឺអ្នកនរគ្នានឹងបានជួបស្នេហាមួយដែលផ្អែមល្ហែមនឹងហើយឬក៏អ្នកមួយចំនួនអាចនឹងទទួលបានគូព្រេងណានឹងហើយនេះ Love is coming ហើយជាមួយនឹងការភ្ញាក់ផ្អើលតាក់ទងជាមួយនឹងនឹងហើយមានអ្នកអញ្ជើញទៅពិធីជប់លៀងឬក៏មួយទៀតតាក់ទងជាមួយនឹងការណាត់ជួបអីមួយណានឹងហើយស្នេហាចូលមកហើយនឹងមានការណាត់ជួបជុំឬក៏អ្នកទាំងនេះអាចនឹងមានគេអញ្ជើញទៅពិធីជប់លៀងណាមួយហើយបានជួបស្នេហានឹងអញ្ចឹងណានឹងហើយជាស្នេហាដែលអាទិទេពប្រទានដែរណាទេវតាប្រទានពូយើងឃើញនេះ Cupid Arrow ហើយនៅក្នុងហ្នឹងគឺមានមនុស្សណាដូចស្រឡាញ់អ្នកនរគ្នាចង់ថើបអ្នកនរគ្នានឹងមួយទៀតស្នេហាដែលជួបហ្នឹងគឺតាក់ទងជាមួយនឹងក្តីស្រឡាញ់អត់លក្ខខណ្ឌណាគឺការផ្ដល់ឲ្យនឹងទទួលបានតាក់ទងជាមួយនឹងធម៌ផ្លូវចិត្តហើយតាក់ទងនឹងការស្រឡាញ់ទាំងសងខាងណានឹងហើយមានការស្រឡាញ់ទាំងខាងហើយគឺជាក្តីស្នេហាដែលផ្អែមល្ហែមអញ្ចឹងអ្នកនរគ្នានឹងបានជួបណាដៃគូស្នេហារបស់យើងមិនថាអ្នកស្រឡាញ់ភេទដូចគ្នាឬក៏ប្រុសឬក៏ស្រីទេអ្នកដែលទទួលបានសារនេះណាគឺនឹងបានជួបមនុស្សម្នាក់ណាបានន័យថាមនុស្សថ្មីមួយទៀតព្រោះ new dating ហ្នឹងហើយមួយទៀតគឺបានន័យថាត្រូវតែមានការណាត់ជួបមានកម្រងផែនការអញ្ចឹងទៅណាហ្នឹងហើយអញ្ចឹងស្នេហាមកតាមផ្លូវនៅពេលដែលអ្នកនរគ្នាផ្ដោតទៅលើអ្វីដែលខ្លួនឯងកំពុងធ្វើហើយព្យាយាមទទួលស្គាល់ការពិតនៅអតីតកាលបោះបង់អតីតកាលដែលមិនល្អហើយអភិវឌ្ឍខ្លួនឯងទៅមុខដូចជាហ្នឹងហើយកតុំរុយអញ្ចឹងណាហើយសារហ្នឹងបានន័យថាអ្នកនរគ្នាអាចនឹងអាសាឃើញសត្វកតុំរុយហើណាហ្នឹងហើយមិនថាមួយឬក៏គូទេហ្នឹងហើយឬក៏សត្វចាប់ហើយជាគូហ្នឹងក៏បញ្ជាក់ថាអ្នកនរគ្នានឹងបានជួបគូរបស់អ្នកនរគ្នាហើយនឹងស្នេហាថ្មីមកដែរណាហ្នឹងហើយដែលជាស្នេហាដែលអ្នកទាំងពីរគឺផ្ដល់ភាពស្មើភាពឲ្យគ្នាហើយក្តីស្រឡាញ់លក្ខខណ្ឌណានឹងអាចថាគូបនបារមីស្មើគ្នាដែរនៅក្នុងនេះអូខេអញ្ចឹងបើអ្នកទាំងនេះជាមនុស្សស្រីទទួលសារនេះគឺនឹងបានជួបដៃគូជីវិតមួយទៀតអាចថាមនុស្សប្រុសអញ្ចឹងណាបើអ្នកទាំងនេះជាមនុស្សប្រុសគឺនឹងបានជួបដៃគូជីវិតមនុស្សស្រីអញ្ចឹងទៅហ្នឹងហើយប៉ុន្តែបើអ្នកស្រឡាញ់ដូចគ្នាក៏យើងរៀនកាត់នយោតាមនឹងអញ្ចឹងណាអូខេអញ្ចឹងឃើញតែអស់នៅក្នុងវីដេអូនេះសម្រាប់ទៀនកោថារត់កាតជាមួយនឹងជន់ណាដាក់នៅតាមកាបូបឬក៏ទូរស័ព្ទយើងហ្នឹងជាមួយនឹងត្បូងតារានិកឬក៏តាក់ទងជាមួយនឹងកងដៃឬក៏ដើមតាំងហ្នឹងណានឹងឲ្យតាក់ទងមួយត្បូងធម្មជាតិទៀនកោហ្នឹងគឺអាចកំងពី page Wisdom Online Shop បានអូខេហើយសម្រាប់ការកក់មើលថារត់ផ្ទាល់គឺយើងមានលេខនៅខាងលើហ្នឹងជាមួយនឹងការទិញបាននៅក្នុង page Wisdom Online Shop ក៏មានដែរណានឹងហើយលេខ online ហាងហ្នឹងគឺនៅខាងលើហើយលេខកក់ទេគឺនៅខាងក្រោមណាអាចមានបានដាក់នៅក្នុងហ្នឹងឯងអញ្ចឹងអ្នកនរនេះអាច scan តាម QR code Telegram ដែលយើងបាន pin នៅក្នុង page ហ្នឹងហើយអាចឆាតសួរបាននៅក្នុង Telegram ណានឹងហើយឬក៏អ្នកខ្លះអាចinbox ទៅ TikTok ក៏បានដែរហ្នឹងហើយប៉ុន្តែចង់និយាយថាសម្រាប់តអ្នកទៅធ្វើការអានកាតឬក៏ទាញអញ្ចឹងឬក៏ទាញឲ្យបានអនឡាញអញ្ចឹងណាហ្នឹងហើយហើយបើទៅចែកលេងអីប្រហែលជាអត់ទៅបានតបទេដោយសារភ្ញៀវច្រើនដែរអញ្ចឹងណាហ្នឹងហើយអូខេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ